បាទសួស្តីបងៗដែលនៅក្នុង YouTube បាទវីដេអូនេះគឺផលិតសម្រាប់ YouTube ហ្មងបាទអញ្ចឹងគឺនៅក្រៅខ្ញុំអត់បានផុសទេយើងមកមើលរូបរាងបែបគៀកៗរបស់ Oppo Find X8 បាទ Oppo Find X8 បាទអញ្ចឹងសម្រាប់ម៉ាស៊ីនដែលខ្ញុំកាត់បានថ្មីគឺខ្ញុំនឹងលម្អិតរូបរាងបាទសម្រាប់ស៊េរីថ្មីបាទឲ្យបងបានឃើញថារចនាប័ទ្មរបស់ទូរស័ព្ទមួយបាទគឺមើលបែបគៀកហ្មងបាទគេdesign បែបម៉េចបាទគេធ្វើបែបម៉េចកាមេរ៉ាកម្ពស់ណាបាទរឿងកាមេរ៉ាវារបស់គេមានអីខ្លះបាទអញ្ចឹងបាទគឺបែបហ្នឹងបាទខាងក្រោយមានរុន speaker រុន USB សម្រាប់សាកថ្មមួយរុនចាក់ SIM បាទមិញខ្ញុំស្គប់វីដេអូមកផ្លេតដោយសារភ្ញៀវមកបាទគាត់យកវ៉ាន់មកឲ្យបាទ Oppo Find X8 នេះបាទអ្វីដែលខ្ញុំស្រឡាញ់ហ្មងបាទគឺការ design អេក្រង់រាបស្មើបាទស្រឡាញ់មែនទែនអេក្រង់រាបស្មើទំហំទូចល្មមបាទទំហំរបស់គេដូចជា6.5បាទចុច57អ៊ីងឯបាទអេក្រង់បាទអានេះគឺខ្ញុំអត់ 100% ទេព្រោះនេះសារវាច្រើនពេកបងបាទច្រើនពេកខ្ញុំចាំអត់អស់បាទទូរស័ព្ទច្រើនស៊េរីពេកបាទ chip Diamond City 9400 បាទ chip ប្រហែលជាស្មើនឹង Snapdragon 8 Gen 3 បាទប្រើ Diamond City បាទគ្រឿងនេះគឺមកសេតជាមួយប្រអប់បាទច្រាំងសាក់អីមកសេតមកតាមពិតទៅបាទសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំស្រឡាញ់រូបរាងរបស់គេបាទរូបរាងរបស់គេប៉ុន្តែខ្ញុំជាប់ប្រើទូរស័ព្ទផ្សេងចឹងអត់បានប្រើនេះទេបាទ 512G បាទគេដាក់ RAM មកធំបាទ RAM 16/16ជាមួយនឹង storage 512G មកហ្មងបាទមួយគ្រឿងនេះនៅកន្លែងខ្ញុំមានណាបងត្រូវការបាទអាចតាក់ទងមកខ្ញុំតាម Facebook Page ជាមួយនឹង Telegram ខ្ញុំបាទបានតែឆាតទេបងខ្ញុំអត់បានដាក់លេខទូរស័ព្ទឲ្យខលទេបាទអញ្ចឹងបងត្រូវការឆាតមកខ្ញុំបានបាទខ្ទមស្រែបាទ logo នេះខ្ញុំព្យាយាមដាក់មែនតើបាទពេលខ្លះខ្ញុំថតវីដេអូដែលបានលក់ចេញហើយដាក់មាន logo បាទគឺខ្ញុំបារម្ភមែនតើខ្លាចមាន page បោកគាត់យកវីដេអូខ្ញុំ save វីដេអូខ្ញុំយកទៅបាទទៅផុសនៅក្នុង page គាត់ណាបាទចឹងខ្ញុំព្យាយាមថតជាប់ logo បាទ logo របស់ខ្ញុំហ្នឹងកុំឲ្យគេយកទៅបានបាទរាល់ថ្ងៃហ្នឹងគឺខ្ញុំឃើញ page ដែលបោកបាទគឺគាត់ផុសលក់អីវ៉ាន់ថោកមែនតើខ្ញុំមានការខឹងមែនតើតែមិនដឹងថាត្រូវធ្វើបែបម៉េចបាទមិនដឹងថាត្រូវធ្វើបែបម៉េចពួកគាត់លក់បោកគេអញ្ចឹងនៅក្នុងខេត្តបាទនៅតាមអ្នកតាមខេត្តគាត់នឹងខ្លាចលេងហ៊ានទិញអីវ៉ាន់អនឡាញបាទប៉ុន្តែខ្ញុំលើកទឹកចិត្តបងដែលនៅតាមខេត្តបាទបងតាមដានសិនបាទតាមដានឲ្យទុកចិត្តសិនចាំបងសម្រាប់ចិត្តទិញទូរស័ព្ទល្អមិនដែលថោកទេបាទបើទូរស័ព្ទល្អហើយថោកបាទគឺអាចភាគច្រើនច្រើនណាស់បាទគឺតម្លៃខុសហាងឆេងគឺបោកប្រាស់ហើយបាទហើយអ្នកដែលលក់ទូរស័ព្ទថោកបាទពួកគាត់អត់ចេះផលិតទូរស័ព្ទលក់ខ្លួនឯងទេអញ្ចឹងគឺគាត់អត់អាចលក់ថោកបានទេមិនមែនផ្លែឈើបាទយើងដាំមកផ្លែលក់ថោកបានទេទូរស័ព្ទគឺបាទការផលិតរបស់គេចេញពីរោងចក្រតែមួយតម្លៃតែមួយទេបាទទោះបីជាគាត់បាទកាត់បានពីភ្ញៀវក៏ភ្ញៀវខ្លះបើយើងឲ្យតម្លៃគាត់ថោកពេកក៏គាត់អត់លក់ឲ្យយើងដែរបាទអញ្ចឹងតម្លៃបាទទូរស័ព្ទល្អតម្លៃថ្លៃបាទអរគុណ